ថ្ងៃនេះយើងនឹងនិយាយអំពី franchise ឬការទិញសិទ្ធិលក់បន្តព្រោះថាអ្នកណាក៏ធ្លាប់គិតដែរថាឈប់ធ្វើការឲ្យគេហើយចេញមករកស៊ីខ្លួនឯងវិញល្អជាងតែបើនិយាយពីហាងកាហ្វេវិញគឺគេបើកច្រើនពេញនឹងទៅហើយចុះសម្រាប់អ្នកដែលធ្វើការការិយាល័យ10ម៉ោងក្នុងមួយថ្ងៃស្រាប់តែចង់ចេញមកបើកហាងការ៉េមខ្លួនឯងមួយតើបានបត់ពិសោធន៍រូបមន្តនិងម៉ាកយីហោពីណាមកដើម្បីឲ្យគេទុកចិត្តទិញនោះពេលនោះវានឹងមានដំណោះស្រាយដ៏តាក់ទាញមួយគឺ franchise នៅក្នុងវីដេអូនេះខ្ញុំសូមហៅថា franchise ឲ្យស្រួលយល់ franchise គឺនៅពេលដែលអ្នកចំណាយប្រាក់ដើម្បីរកស៊ីក្រោមឈ្មោះម៉ាករបៀបដំណើរការអាជីវកម្មម៉ាកយីហោដែលគេមានស្រាប់ធ្វើបែបនេះការចាប់ផ្ដើមអាជីវកម្មរបស់អ្នកនឹងលែងសូវឈឺក្បាលអ្នកគ្រាន់តែធ្វើតាមគេដោយមិនបាច់គិតអ្វីច្រើនទេព្រោះយីហោគេមានស្រាប់ទៅហើយអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាថាតើ franchise តាមពិតវាជាអ្វីវាពិតជាស្រួលដូចគេថាឬអត់ហើយច្បាប់ទាមទារអ្វីខ្លះតើអ្នកណាខ្លះស័ក្តិសមនឹង model នេះហើយអ្នកណាខ្លះមិនគួរធ្វើវាខ្ញុំបាទតាមអារម្មណ៍សូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចឬហិរញ្ញវត្ថុអីទេគ្រាន់តែជាអ្នកចូលចិត្តស្រាវជ្រាវនិងចែករំលែកបន្តប៉ុណ្ណោះដូច្នេះវីដេអូនេះគឺគ្រាន់តែជាការបញ្ចេញមតិយោបល់ប៉ុណ្ណោះមិនមែនជាទ្រឹស្ដីត្រូវ100%ទេបើមានខុសទាស់ត្រង់ណាឬចង់បន្ថែមបងប្អូនអាច comment នៅខាងក្រោមបានជាដំបូងយើងត្រូវនិយាយឲ្យច្បាស់សិនថាតើ franchise តាមពិតទៅវាជាអ្វីឲ្យប្រកប franchise គឺជាការទិញយករូបមន្តអាជីវកម្មដែលគេបានសាក់លបងនិងទទួលជោគជ័យរួចមកហើយរូបមន្តអាជីវកម្មនេះវាមានសារៈសំខាន់ខ្លាំងណាស់ជួនកាលជោគជ័យឬបរាជ័យគឺអាស្រ័យលើថាតើរូបមន្តអាជីវកម្មនោះត្រឹមត្រូវឬក៏អត់នឹងឯងហើយនៅពេលដែលអ្នកបានទិញរូបមន្តអាជីវកម្មដែលជោគជ័យហើយអ្នកនឹងលែងឈឺក្បាលគិតថាគួរលក់អីដំណើរការបែបណាឬបុគ្គលិកយ៉ាងម៉េចឬត្រូវផ្សាយពាណិជ្ជកម្មរបៀបណាទៀតហើយអ្វីគ្រប់យ៉ាងគឺមានរួចជាស្រេចចាប់ពីម៉ាកយីហោនីតិវិធីដំណើរការរបៀបរើសបុគ្គលិកនិងបណ្ដុះបណ្ដាលរហូតដល់របៀបបម្រើភ្ញៀវឲ្យបានត្រឹមត្រូវអ្នកគ្រាន់តែធ្វើតាមការកំណត់របស់ប្រព័ន្ធទៅគឺចប់ហើយ model ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្នគេហៅថា business format franchising នេះគឺជាប្រភេទ franchise ដែលអ្នកមិនត្រឹមតែបានឈ្មោះយីហោនោះទេតែអ្នកថែមទាំងទទួលបាននូវរបៀបដំណើរការអាជីវកម្មទាំងមូលចាប់ពីសៀវភៅណែនាំនីតិវិធីការងារស្តង់ដារគុណភាពរហូតដល់របៀបផ្សាយពាណិជ្ជកម្មទៀតផងមួយនេះវាខុសពីការផ្ដល់សិទ្ធិលក់ធម្មតាការផ្ដល់សិទ្ធិលក់ធម្មតាគឺអ្នកគ្រាន់តែអាចលក់ផលិតផលក្រោមម៉ាកសញ្ញាមួយប៉ុណ្ណោះចំណែកឯរឿងអ្នកលក់របៀបណាគឺជារឿងរបស់អ្នកចំណែកឯ franchise វិញអ្នកត្រូវតែធ្វើតាមនីតិវិធីនិងស្តង់ដារយ៉ាងតឹងរឹងចាប់តាំងពីការតុបតែងហាងឯកសណ្ឋានបុគ្គលិកប្រភពវត្ថុធាតុដើមការបណ្ដុះបណ្ដាលរហូតដល់របៀបរាយការណ៍ប្រាក់ចំណូលសូម្បីតែម្ចាស់យីហោក៏គេនឹងចុះមកពិនិត្យមើលជាប្រចាំដើម្បីធានាថាអ្នកដំណើរការបានត្រឹមត្រូវតាមស្ទីលរបស់គេដែរបើមិនចឹងទេអ្នកនឹងត្រូវពិន័យនឹងហើយទើបហៅថា franchise ពិតប្រាកដហើយចំណុចស្នូលនៃប្រព័ន្ធ franchise ទាំងអស់គឺកម្មសិទ្ធិបញ្ញានិងម៉ាកយីហោនឹងឯងឧទាហរណ៍ដូចជា logo របស់ Mixu អក្សរ Mixu រូបមន្តធ្វើការ៉េមអាចកំបាំងដំណើរការឬបទពិសោធន៍ដែលក្រុមហ៊ុនគេបានសន្សំអស់ជាច្រើនឆ្នាំហេតុនេះហើយទើបក្រុមហ៊ុនមេតែងតែត្រូវគ្រប់គ្រងគុណភាពយ៉ាងតឹងរ៉ឹងព្រោះបើមានហាងខ្លះធ្វើការប្រងើយកន្តើយនោះគេឈ្មោះប្រព័ន្ធទាំងមូលទាំងអតិថិជនអនាគតនិងអតិថិជនបច្ចុប្បន្ននឹងរងផលប៉ះពាល់ជាក់ជាមិនខានឧទាហរណ៍ជាក់ស្ដែងដូចជា Starbucks នៅកូរ៉េកាលពីខែឧសភាកន្លងទៅបានចេញយុទ្ធនាការផ្សព្វផ្សាយកែវទំហំធំមួយដែលមានឈ្មោះថា Tank តែបញ្ហាគឺថាយុទ្ធនាការនេះបានធ្វើឡើងចំថ្ងៃទី18ឧសភាដែលជាទិវារំលឹកខួបចលនាប្រជាធិបតេយ្យគួងជូឆ្នាំ1980ដែលជាព្រឹត្តិការណ៍ដ៏ sensitive មួយក្នុងប្រវត្តិសាស្ត្រកូរ៉េហើយពាក្យថា Tank នោះវាមានន័យថាធុងផ្ទុកទឹកផងនិងមានន័យថារថក្រោះផងក្នុងបរិបទនេះមនុស្សជាច្រើនយល់ថានេះជាយុទ្ធនាការដែលខ្វះការយល់ដឹងពីប្រវត្តិសាស្ត្រលទ្ធផលគឺបណ្ដាញសង្គមបានផ្ទុះប្រតិកម្មអ្នកប្រើប្រាស់អំពាវនាវឲ្យធ្វើពហិការលុបកាតសមាជិកនិងរិះគន់ម៉ាកយីហោនេះយ៉ាងចាស់ដៃសូម្បីតែនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងក៏ធ្វើពហិការដែរអញ្ចឹងត្រឹមតែយុទ្ធនាការលក់កែវទឹកសោះក៏អាចក្លាយទៅជាវិបត្តិប្រព័ន្ធផ្សព្វផ្សាយប៉ះពាល់ដល់ការលក់រហូតដល់ CEO ត្រូវលាលែងពីតំណែងចំណែកថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់គ្រង Starbucks កូរ៉េក៏ត្រូវសុំទោសជាសាធារណៈនិងរៀបចំបណ្ដុះបណ្ដាលបុគ្គលិកឡើងវិញអំពីប្រវត្តិសាស្ត្រនិងបញ្ហាដ៏ sensitive ទាំងនេះមានន័យថាកំហុសនៅហាងតែមួយអាចទាញម៉ាកយីហោទាំងមូលឲ្យធ្លាក់ចុះបានតែម្ដងប៉ុន្តែវាក៏មានទម្រង់ franchise ផ្សេងទៀតដែរឧទាហរណ៍ដូចជានៅ McDonald គឺជាទម្រង់ business format franchising ដែលយើងទើបតែបាននិយាយខាងលើម្យ៉ាងវិញទៀតមានមួយប្រភេទទៀតហៅថា product distribution franchising model នេះផ្ដោតកាន់តែខ្លាំងទៅលើការចែកចាយផលិតផលរបស់ក្រុមហ៊ុនមេដែលមានប្រជាប្រិយភាពគួរសមនៅក្នុងវិស័យភេសជ្ជៈឬយានយន្តឬប្រេងឥន្ធនៈក្រៅពីនេះមានម៉ាកយីហោខ្លះនឹងចុះកិច្ចសន្យាផ្ទាល់ជាមួយហាងនីមួយៗដែលនេះគេហៅថា direct franchising ហាងនីមួយៗនឹងមានកិច្ចសន្យាដាច់ដោយឡែកពីគ្នាហើយដៃគូនីមួយៗធ្វើការផ្ទាល់ជាមួយក្រុមហ៊ុនមេប៉ុន្តែប្រសិនបើចង់ពង្រីកឲ្យបានលឿននៅក្នុងប្រទេសឬតំបន់ធំមួយម៉ាកយីហោជាច្រើននឹងជ្រើសរើសទម្រង់ master franchise
និយាយឲ្យងាយយល់គឺពួកគេនឹងប្រគល់ទីផ្សារទាំងមូលទៅឲ្យដៃគូក្នុងស្រុកមួយហើយដៃគូនោះនឹងតំណាងឲ្យពួកគេអភិវឌ្ឍប្រព័ន្ធនិងបន្តលក់សិទ្ធិទៅឲ្យអ្នកវិនិយោគផ្សេងទៀតតាមដែលខ្ញុំដឹងនេះគឺជាស្ទីលរបស់ DingTi កាលពីមុនមានន័យថាមានភាគីមួយបានទិញសិទ្ធិផ្ដាច់មុខពី DingTi តៃវ៉ាន់ភាគីនោះគឺជាទីស្នាក់ការកណ្ដាល DingTi នៅវៀតណាមហើយពួកគេនឹងចែកចាយសិទ្ធិបន្តទៅឲ្យអ្នកផ្សេងក្រៅពីនេះវាក៏មានទម្រង់ Area Development ផងដែរពលគឺដៃគូមានសិទ្ធិបើកហាងជាច្រើនក្នុងតំបន់ណាមួយប៉ុន្តែមិនមានសិទ្ធិលក់បន្តឲ្យអ្នកផ្សេងទេម៉ាកយីហោអន្តរជាតិជាច្រើននៅពេលចូលមកប្រទេសកម្ពុជាច្រើនតែអនុវត្តតាមទម្រង់ Master Franchise ពលគឺក្រុមហ៊ុនក្នុងស្រុកមួយទទួលសិទ្ធិអភិវឌ្ឍទីផ្សារទាំងមូលបន្ទាប់មកបន្តលក់សិទ្ធិទៅឲ្យអ្នកវិនិយោគតូចៗហើយដើម្បីឲ្យ Franchise ជោគជ័យអ្វីដែលត្រូវធ្វើជាមុននោះគឺការចម្លងឬ copy នឹងឯងដែលនេះគឺជារឿងធម្មតាទៅហើយប៉ុន្តែហាងមួយដែលមានភ្ញៀវច្រើនមិនប្រកាសថាជា model ដែលអាចយកទៅពង្រីកបាននោះទេប្រសិនបើប្រាក់ចំណេញមានកម្រិតទាបស្រាប់ឬរបៀបដំណើរការនៅមានចំណុចខ្វះខាតច្រើននោះការធ្វើ franchise គ្រាន់តែជាការចម្លងបញ្ហាទាំងនោះឲ្យកាន់តែច្រើនប៉ុណ្ណោះហាងមួយអាចទប់ទល់នឹងកំហុសតូចតាចបានប៉ុន្តែប្រសិនបើប្រព័ន្ធទាំងមូលមានកំហុសនោះវានឹងយ៉ាប់ខ្លាំងមនុស្សជាច្រើនពេលឃើញគេបើកហាងដូចគ្នាទំនងណាស់ក៏សន្មតថាបើហាងមួយដំណើរការល្អនោះប្រព័ន្ធទាំងមូលក៏នឹងដំណើរការល្អដូចគ្នាដែរប៉ុន្តែជួនកាលហាងមួយជោគជ័យដោយសារតែវាស្ថិតនៅទីតាំងល្អពេកឬដោយសារតែថៅកែពូកែខ្លាំងដែលរឿងទាំងពីរនេះគឺជារឿងដែលពិបាកនឹងចម្លងយកទៅអនុវត្តតាមណាស់គ្មានកិច្ចសន្យា franchise ណាមួយធានាថាអ្នកនឹងទទួលបានទីតាំងមាសឬថៅកែដ៏ឆ្នើមម្នាក់នោះទេព្រោះបើមានមែនប្រហែលជាមនុស្សគ្រប់គ្នាឈប់ពីការងារទៅធ្វើ franchise អស់ទៅហើយនៅពេលដែលយើងយល់ពីរឿងនេះយើងនឹងឈានទៅដល់សំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថាប្រសិនបើ franchise មិនមែនជាម៉ាស៊ីនបោះពុម្ពលុយស្វ័យប្រវត្តិទេតើហេតុអ្វីបានជាវាល្បីល្បាញខ្លាំងម្ល៉េះហេតុអ្វីបានជាមានហាង Mixu McDonald និង KFC ច្រើនម្ល៉េះម្នាក់មានយីហោម្នាក់ទៀតមានលុយចុះហេតុអីចាំបាច់ត្រូវមករកគ្នាមិនក៏អ្នកមានយីហោមិនធ្វើខ្លួនឯងហើយអ្នកមានលុយក៏ធ្វើខ្លួនឯងទៅចម្លើយគឺដោយសារតែបញ្ហានៃការពង្រីកទីផ្សារខាងក្រុមហ៊ុនមេចង់ពង្រីកឲ្យបានលឿនប៉ុន្តែពួកគេមិនចង់ចំណាយលុយខ្លួនឯងដើម្បីបើកហាងជ្រើសរើសបុគ្គលិករាប់ពាន់នាក់ឬឈឺក្បាលគ្រប់គ្រងនោះទេ Franchise ជួយពួកគេពង្រីកម៉ាកយីហោដោយប្រើលុយរបស់អ្នកដទៃជំនួសឲ្យការចំណាយលុយរាប់ពាន់លានដើម្បីបើកហាងពួកគេទុកឲ្យអ្នកផ្សេងជាអ្នកចេញលុយហើយពួកគេផ្ដល់ម៉ាកយីហោនីតិវិធីហើយជាថ្នូរមកវិញពួកគេទទួលបានថ្លៃសិទ្ធិថ្លៃគ្រប់គ្រងនិងចំណែកនៃប្រាក់ចំណូលចំណែកខាងអ្នកទិញវិញពួកគេទិញមិនមែនដោយសារតែខ្ជិលទេគឺដើម្បីកាត់បន្ថយហានិភ័យការបើកម៉ាកយីហោថ្មីដោយខ្លួនឯងគឺដូចជាការដើរចូលព្រៃដោយគ្មានផែនទីអញ្ចឹងត្រូវគិតឈ្មោះយីហោរចនា logo ស្វែងរកអតិថិជនបង្កើតនីតិវិធីដោយខ្លួនឯងហើយប្រសិនបើមានកំហុសគឺត្រូវសងការខាតបង់ដោយលុយខ្លួនឯងផ្ទាល់ស្របពេលដែល franchise គឺជាប្រព័ន្ធមួយដែលត្រូវបានសាកល្បងរួចមកហើយមាននីតិវិធីបណ្ដុះបណ្ដាលនិងផ្នែកទីផ្សារបានរៀបចំយ៉ាងត្រឹមត្រូវរួចរាល់មេរៀនដ៏ថ្លៃៗទាំងនោះក្រុមហ៊ុនមេគេបានរៀននិងឆ្លងកាត់រួចអស់ហើយយើងគ្រាន់តែទិញពីពួកគេមកវិញប៉ុណ្ណោះ franchise គឺជាចំណុចជួបគ្នានៃតម្រូវការទាំងពីរភាគីមួយមានរូបមន្តចង់ពង្រីកលឿនភាគីមួយទៀតមានដើមទុនតែមិនចង់រៀនសូត្រពីចំណុចសូន្យនៅក្នុងសេដ្ឋកិច្ចវិទ្យានេះជាការរួមបញ្ចូលគ្នារវាងកម្លាំងម៉ាកយីហោនិងអត្ថប្រយោជន៍ក្នុងតំបន់មកដល់ចំណុចនេះយើងប្រហែលជាគិតថាអត្រាជោគជ័យនៃ franchise ហាក់ដូចជាខ្ពស់ជាងការចាប់ផ្ដើមអាជីវកម្មខ្លួនឯងឆ្ងាយណាស់មែនទេតាមការសង្កេតគឺត្រឹមត្រូវហើយប៉ុន្តែវាមិនមានន័យថាឲ្យតែធ្វើ franchise គឺប្រកាសជារកលុយបាននោះទេមានកំហុសមួយចំនួនដែលគេតែងតែជួបប្រទះកំហុសដំបូងគឺការភ័ន្តច្រឡំរវាងចំណូលនិងប្រាក់ចំណេញនេះគឺជាការបោកប្រាស់ដ៏សាហាវឃើញហាងមួយមានចំណូលរាប់រយលានក្នុងមួយខែក៏ស្រមៃដល់ជីវិតសេរីភាពហិរញ្ញវត្ថុបាត់ទៅហើយប៉ុន្តែចំណូលគ្រាន់តែជាលុយដែលហូរចូលមកតែវាអាចសល់នៅក្នុងហោប៉ៅឬអត់គឺជារឿងមួយផ្សេងទៀតពីព្រោះនៅពីក្រោយចំណូលមានចំណាយជាច្រើនកំពុងរងចាំដូចជាថ្លៃជួលទីតាំងប្រាក់ខែបុគ្គលិកវត្ថុធាតុដើមទឹកភ្លើងការរំលោះឧបករណ៍និងពន្ធផ្សេងៗដល់ចុងខែបង់ថ្លៃអស់ទាំងនេះហើយទើបដឹងថាចំណេញឬខាតហាងមួយដែលមានចំណូលខ្ពស់ខ្លាំងក៏អាចនឹងកំពុងត្រដាបត្រដួសដែរហេតុនេះពេលមានអ្នកអួតពីប្រាក់ចំណូលសូមសួរថាចុះចំណេញប៉ុន្មានហើយក៏គួរប្រុងប្រយ័ត្នចំពោះតួលេខចំណូលជាមធ្យមដែលប្រព័ន្ធ franchise តែងតែលើកឡើងផងដែរឧទាហរណ៍ហាងមួយចំណេញ5000លាននិងហាងមួយទៀតខាត1000លានគេថាមធ្យមចំណេញ2000លានតួលេខនេះគឺងាយនឹងបំផន់ណាស់បន្ថែមពីនេះអ្នកគិតថាទិញសិទ្ធិយីហោចំណាយតែថ្លៃដើមប៉ុណ្ណោះប៉ុន្តែការពិតមានការចំណាយជាច្រើនទៀតដូចជាថ្លៃទីតាំងប្រាក់បង្វិលថ្លៃគ្រប់គ្រងជាប្រចាំនិងមូលនិធិទីផ្សារទូទាំងប្រព័ន្ធពេលខ្លះជាការចំណាយលាក់កំបាំងដូចជាតម្រូវឲ្យទិញវត្ថុធាតុដើមការវេចខ្ចប់ឧបករណ៍ពីអ្នកផ្គត់ផ្គង់ដែលគេកំណត់ជាដើមពេលចុះកិច្ចសន្យាគឺធម្មតាតែយូរៗទៅទើបឃើញថាចំណាយលុយច្រើនម៉ាកយីហោនីមួយៗមានរចនាសម្ព័ន្ធហិរញ្ញវត្ថុខុសៗគ្នាមានខាងយកថ្លៃសិទ្ធិខ្ពស់មានខាងមិនយកថ្លៃសិទ្ធិតែរកលុយតាមរយៈការលក់វត្ថុធាតុដើមឬការវេចខ្ចប់ឲ្យហាងដូច្នេះក្រោយពេលចុះកិច្ចសន្យារួចត្រូវសួរឲ្យច្បាស់ថាតើជារៀងរាល់ខែត្រូវបង់លុយអ្វីបន្ថែមខ្លះចំណុចគួរឲ្យកត់សម្គាល់មួយទៀតថ្លៃសិទ្ធិឬ royalty fee ជាទូទៅគណនាលើចំណូលមិនមែនប្រាក់ចំណេញទេឧបមាថាអ្នករកបាន1លានរៀលការចំណាយអស់1លាន100000រៀលមានន័យថាអ្នកខាត100000ប៉ុន្តែអ្នកនៅតែត្រូវបង់ថ្លៃសិទ្ធិដែលគណនាលើចំណូល1លានរៀលនោះដដែលពោលគឺហាងរបស់អ្នកកំពុងខាតប៉ុន្តែអ្នកនៅតែត្រូវបង់ប្រាក់ឲ្យអ្នកលក់យីហោ
នោះគឺជាបញ្ហាហិរញ្ញវត្ថុចុះចំណែកបញ្ហាច្បាប់វិញនៅកម្ពុជាសកម្មភាព franchise មានក្របខ័ណ្ឌច្បាប់ច្បាស់លាស់គួរសមដែលមានចែងក្នុងច្បាប់ពាណិជ្ជកម្មក្រិតនិងចរាចរណ៍លក្ខខណ្ឌដែលគួរឲ្យកត់សម្គាល់បំផុតគឺ model អាជីវកម្មដែលចង់យកទៅលក់សិទ្ធត្រូវតែដំណើរការជាក់ស្ដែងយ៉ាងហោចណាស់1ឆ្នាំច្បាប់មិនចង់ឲ្យមានអ្នកណាថ្ងៃនេះបើកហាងមានភ្ញៀវច្រើនថ្ងៃស្អែកចាប់ផ្ដើមលក់ franchise ទេ model នោះត្រូវតែរស់រានបានយូរគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាវាមានសមត្ថភាពដំណើរការជាក់ស្ដែងក្រុមហ៊ុនមេក៏មានកាតព្វកិច្ចផ្ដល់គំរូកិច្ចសន្យានិងឯកសារណែនាំដល់អ្នកទិញមុនពេលវេលាកំណត់ដើម្បីឲ្យអ្នកទិញបានអានគិតនិងសួរនាំមិនមែនព្រឹកស្ដាប់ការពិគ្រោះល្ងាចវេលុយកក់យប់ដេកភ័យខ្លាចគេបោកនោះទេដូច្នេះបើមានគេចេះតែជំរុញថាវេលុយមុនមកដើម្បីរក្សាកន្លែងអ្នកត្រូវតែប្រុងប្រយ័ត្ននៅសហរដ្ឋអាមេរិកមានវិធាន FTC Franchise Rule ដ៏ល្អមួយក្រុមហ៊ុនមេត្រូវបង្ហាញប្រវត្តិធ្លាប់ប្តឹងផ្តល់ឬអត់ធ្លាប់ខ្សែធនឬអត់លក្ខខណ្ឌបន្តយ៉ាងណាឬបញ្ចប់កិច្ចសន្យាយ៉ាងណានិងមូលហេតុដែលអ្នកចាស់ចាក់ចេញនៅកម្ពុជាមិនដឹងអនុវត្តហើយឬនៅទេតែបើអនុវត្តវានឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកទិញព្រោះចំណាយរាប់រយលានត្រូវតែដឹងថាប្រព័ន្ធនេះធ្លាប់មានបញ្ហាអ្វីហើយបើចង់ដកខ្លួនចេញតើត្រូវធ្វើរបៀបណាសរុបមក franchise មិនចាំបាច់លើកដំកើងពេកទេប៉ុន្តែក៏មិនត្រូវបានគេរើសអើងដែរវាគឺជាប្រព័ន្ធមួយល្អឬអាក្រក់អាស្រ័យលើអ្នកណាកាន់វាសម្រាប់អ្នកដែលចូលចិត្តសេរីភាពព្រឹកធ្វើមួយមុខល្ងាចធ្វើមួយមុខនោះ franchise គឺមិនស្រួលទេព្រោះធម្មជាតិរបស់វាគឺធ្វើឲ្យមានស្តង់ដារធ្វើតាមនីតិវិធីនិងព្រមទទួលការត្រួតពិនិត្យប៉ុន្តែសម្រាប់អ្នកដែលចង់ឈានជើងចូលរកស៊ីតាមរយៈប្រព័ន្ធដែលសាកល្បងរួចហើយកាត់បន្ថយភាពស្រពេចស្រពិលនៃការចាប់ផ្ដើមនោះ franchise គឺជាជម្រើសគួរពិចារណានោះជាហេតុផលដែល model នេះនៅតែបន្តអភិវឌ្ឍអ្នកប្រើប្រាស់ចូលចិត្តម៉ាកដែលធ្លាប់ស្គាល់អាជីវកម្មចង់ពង្រីកលឿនហើយវិនិយោគិនឯកជនចង់រកផ្លូវដែលមានហានិភ័យតិចតម្រូវការទាំង3នោះជួបគ្នាហើយ franchise ក៏លេចចេញមកប៉ុន្តែកុំភ្លេចថាម៉ាកយីហោល្បីមិនមានន័យថាជាការវិនិយោគជោគជ័យនោះទេហើយហាងមានភ្ញៀវច្រើនក៏មិនមានន័យថាវាចំណេញនោះដែរខ្ញុំបាទតាមអារម្មណ៍កុំភ្លេចចុច Subscribe ដើម្បីកុំឲ្យរំលងវីដេអូណាមួយជួបគ្នានៅវីដេអូក្រោយ